ngàyนี้យើងទទួលបានចំណេះដឹងណាចំណេះដឹងពីគ្រូបង្គោលដែលគាត់ទេឲ្យដូច្នេះខ្ញុំមានតែការផ្ដាំផ្ញើសង្ឃឹមថាយុវជននៅក្នុងខេត្តកណ្ដាលថ្ងៃនេះនឹងទទួលបានការអប់រំចំណេះដឹងទូទៅច្រើនមានមួយទៀតខ្ញុំនឹងព្រៀងច្បាប់មួយដើម្បីចែករំលែកទៅយុវជនដែរដើម្បីយុវជនចេះប្រើប្រាស់ពីការសរសេរលិខិតពីការឆ្លើយលិខិតពីកិច្ចការរដ្ឋបាលមួយចំនួនដូច្នេះមានតែការទទួលយកនៅការរៀនប៉ុន្តែរៀននេះមានពិបាកដែរដោយសារតែយើងរៀនពេលទៅអូពេលបន្តទៅរត់តាក់ស៊ីរត់អីលោកនេះលោកបានអីអញ្ចឹងក៏សូមអធិស្ឋានដែរតែពេលរៀននេះយើងគិតថាជាពេលវេលាល្អអញ្ចឹងសម្រាប់ខ្ញុំខ្ញុំសូមអរគុណចំពោះថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិខេត្តកណ្ដាលទាំងគ្រប់លំដាប់ថ្នាក់ដែលមានឱកាសបើកកម្មវិធីបណ្ដុះបណ្ដាលជីវជនតែយុវជនអាម៉ាត់មានពីរប្រភេទស្ត្រីcùngនារីហើយនិងបារម្ភបាទគេនិយាយមានកម្រិតរបស់វាយុវជនហ្នឹងអញ្ចឹងគឺថាយុវជនអាម៉ាត់ស្រីហើយនិងបារម្ភហើយអញ្ចឹងសង្ឃឹមថាថ្ងៃនេះគណៈបកកណ្ដាលជាតិនឹងផ្ដល់ជូននៅបទពិសោធន៍ហើយខ្ញុំឃើញថាគាត់មានបទពិសោធន៍បង្រៀនល្អហើយសូមអរគុណសម្រាប់ពេលវេលាថ្ងៃនេះតែមុនបញ្ចប់សូមផ្ដាំផងថាកុំភ្លេចទៅមើលឈ្មោះនិងចុះឈ្មោះបោះឆ្នោតផងតើអ្នកដែលគេឲ្យឯកសារឈ្មោះទៅមើលថាតើយើងខុសឈ្មោះឬខុសអីទៅមើលហើយអ្នកដែលគ្រប់អាយុសូមទៅចុះឈ្មោះបោះឆ្នោតពុកតែយើងល្បីខ្លាំងហើយដល់ល្បៀតហើយប្រជាពលរដ្ឋអត់បានបោះឲ្យអានេះខាត5ឆ្នាំចឹងដែរអញ្ចឹងយើងដែរជំរុញខ្ញុំតែជម្រាបចឹងកន្លែងនេះឲ្យគណៈបកគឺស្ដីថ្លៃការមួយបានទេពីជួនតម្រូវឲ្យនាំគណៈបកតាមដានខេត្តណាដល់បញ្ជាព័ត៌មានឲ្យសមាជិកសមាជិកាក៏ប្រជាពលរដ្ឋទាំងអស់ទៅស្នាក់ការគោលយោបល់តាមបណ្ដាគុំចង្កាត់ដែលយើងរួមនៅពីពិនិត្យមើលឡើងវិញណាគេយកមានខុសឈ្មោះខុសអីខ្ញុំគិតថាវាពិបាកដែរព្រោះខ្មែរយើងចំណាយពេលវេលាហ្នឹងទៅធ្វើអីចឹងខាតពេលវេលាណាហើយក៏អត់ចង់ទៅដែរប៉ុន្តែក៏ជាតម្រូវការរបស់បាក់ម្ខាងទៀតដែរចាំបានអញ្ចឹងណាតែយើងក៏កាន់តាក់តិចហ្នឹងយើងក៏រៀបចំឲ្យជាបរិបទរបស់យើងសកម្មភាពរបស់យើងថ្នាក់ដឹកនាំរបស់យើងធ្វើយ៉ាងណាចំណាយពេលវេលាដើម្បីទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនឹងហើយខ្ញុំសូមអរគុណហើយសូមប្រកាសបើកកម្មវិធីសិក្ខាសាលាចាប់ពីពេលនេះតទៅបាទសូមអរគុណ